សួស្តីអ្នកនរគ្នាមកកាន់វីដេអូថ្មីមួយទៀតហើយនៅក្នុងវីដេអូនេះគឺខ្ញុំនឹងមកធ្វើការសម្រាយរឿងភាពយន្ត The Godfather Part 1 ដែលជារឿងក្នុងចំណោមរឿង The Godfather Trilogy ដែលនៅក្នុងវីដេអូនេះគឺខ្ញុំសម្រាយតែ Part 1 ទេហើយក្នុងវីដេអូបន្តបន្ទាប់គឺខ្ញុំនឹងមានការសម្រាយ The Godfather Part 2 និង 3 ហើយរឿង The Godfather Part 1 គឺជារឿងភាពយន្តដែលគេបានកោតសរសើរថាជារឿងដ៏ល្អឥតខ្ចោះបំផុតនៅក្នុង IMDb គឺជាប់ចំណាត់ថ្នាក់លេខ 2 ហើយរឿងភាពយន្តនេះគឺនិយាយអំពីពិភព Mafia ជាពិសេសផ្ដោតទៅលើគ្រួសារ Corleone ក្នុងចំណោមគ្រួសារ Mafia ទាំង 5 ដែលមានដូចជាគ្រួសារ Tattaglia, Corleone, Bazzini, Cuneo, Strachey ហើយខ្ញុំសង្ឃឹមថាអ្នកទាំងគ្នានឹងចូលចិត្តវីដេអូសម្រាប់រឿងភាពយន្តនេះចុះហើយរឿង The Godfather Part 1 នេះគឺជារឿងមួយដែលខ្ញុំចូលចិត្តខ្លាំងបំផុតហើយអ្វីដែលខ្ញុំស្រឡាញ់ពីរឿងនេះមួយទៀតនោះគឺតួអង្គ Vito Corleone ដែលជាតួអង្គសម្ដែងចាស់ទុំម្នាក់ហើយកាលពីគាត់ដែលលេងតួអង្គនេះគឺគាត់មានអាយុតែ47ឆ្នាំទេប៉ុន្តែគឺគាត់ធ្វើតួអង្គមកគឺដូចតួអង្គចាស់ទុំម្នាក់អញ្ចឹងហើយកុំឲ្យខាតពេលយូរយើងចូលទៅក្នុងសាច់រឿងនេះតែម្ដងទៅសាច់រឿង The Godfather Part 1 គឺចាប់ផ្ដើមនៅក្នុងពិធីមង្គលការរបស់ Connie Corleone ដែលជាកូនស្រីរបស់ Vito ពិធីមង្គលការនេះគឺជាពិធីដ៏ធំមួយសម្រាប់គ្រួសារ Corleone ដែលមានអ្នកចូលរួមជាច្រើនហើយថ្ងៃដែលសមាជិកគ្រួសារ Corleone ណាមួយរៀបការគឺជាថ្ងៃដែលគេអាចសុំសំណើពី Vito ដែលគេហៅថា The Godfather ហើយ Vito គឺមិនអាចបាក់សរសែងចំពោះសំណើទាំងអស់នេះបានទេដែលនេះគឺជាប្រពៃណីឬក៏វប្បធម៌របស់ Sicily ដែល Vito គឺកើតនៅ Sicily នឹងឯង Vito គឺទទួលបានសំណើជាច្រើនដូចជាសំណើពី Amerigo Bonasera ដែលកូនស្រីរបស់គាត់គឺត្រូវបានគេធ្វើបាបនៅពេលដែលប្តឹងតុលាការពួកគេក៏ត្រូវបានទទួលទោសបន្តិចបន្តួចមិនសូវធ្ងន់ប៉ុន្មានដែលធ្វើឲ្យ Amerigo មិនពេញចិត្តក៏សុំជំនួយពី Vito ក៏យល់ព្រមជួយក្នុងលក្ខខណ្ឌ Amerigo គឺត្រូវជួយ Vito វិញនៅពេលដែល Vito ត្រូវការគាត់មកមើល Michael Corleone ដែលជាកូនទី3របស់ Vito ហើយ Michael គឺទៅតែមកពីការធ្វើទាហាន Marine ហើយក៏បានណែនាំ Kay ដែលជាមិត្តស្រីរបស់ខ្លួនឲ្យស្គាល់មនុស្សនៅទីនោះដែលគាត់ចាប់ផ្ដើមពី Tom Hagen ដែលជាបងប្អូនរបស់គាត់ហើយត្រូវបាន Sonny Corleone រកឃើញកាលពីក្មេងដោយគ្មានផ្ទះនៅគាត់ក៏ត្រូវបាន Vito យកមកចិញ្ចឹមហើយឥឡូវខ្លាចទៅជាទីប្រឹក្សារបស់ Vito Johnny Fontane ដែលជាតារាចម្រៀងដ៏ល្បីហើយក៏ជាកូនធម៌របស់ Vito បានទៅអង្វរ Vito ឲ្យជួយដាក់គាត់ទៅក្នុងរឿងភាពយន្តធំមួយដែលអ្នកដឹកនាំមិនឲ្យ Johnny ចូលរួម Vito ក៏លួង Johnny ថាទៅក្រៅលេងសប្បាយ Vito គឺនឹងដោះស្រាយរឿងនេះដោយប្រើវិធីមិនអាចឲ្យអ្នកដឹកនាំនោះជំទាស់បានទេហើយក៏វាជា iconic line មួយរបស់រឿងនេះដែរតែបកប្រែទៅអង់គ្លេសវិញគឺ an offer he can't refuse បន្ទាប់ពីចប់អាពាហ៍ពិពាហ៍របស់កូនស្រី Vito Tom Hagen ក៏បានទៅ LA ដើម្បីទៅជួបនឹងអ្នកដឹកនាំរឿងដែល Johnny Fontane ចង់ចូលរួមអ្នកដឹកនាំឬក៏ producer Jack Swart ក៏ប្រាប់ Tom Hagen ថាគាត់មិនឲ្យ Johnny ចូលរួមថតនៅក្នុងរឿងភាពយន្តរបស់គាត់ទេដោយសារតែ Johnny បានធ្វើឲ្យតារាស្រីរបស់ Jack Swart ម្នាក់រត់ចោលហើយ Jack Swart គឺបានចំណាយដើមទុនទៅលើនាងអស់ច្រើនដែលធ្វើឲ្យគាត់ខឹងយ៉ាងខ្លាំងហើយគាត់មិនខ្លាចថា Tom Hagen នឹងធ្វើអ្វីទៅលើគាត់ទេពីព្រោះគាត់ដឹងថា Johnny Fontane បានប្រើអំណាចរបស់ពួក Mafia ដើម្បីធ្វើអ្វីដែលគាត់ចង់បានដោយឃើញ Jack Swart បដិសេធ Tom Hagen ក៏ចេញទៅបាត់ប៉ុន្តែនៅពេលព្រឹកឡើង Jack Swart ក៏ងើបពីដេកក៏ឃើញក្បាលសេះរបស់គាត់នៅលើគ្រែដែលធ្វើឲ្យគាត់ស្រែកតក់ស្លុតយ៉ាងខ្លាំងមកមើល Vito វិញឬក៏ The Godfather ដោយគ្រួសារ Corleone ទាំងមូលគឺកំពុងតែជួបនឹង Salonso ដែលជាអ្នកដឹកជញ្ជូនគ្រឿងញៀនអន្តរជាតិម្នាក់ហើយបានប្រើប្រាស់គ្រួសារ Tattaglia ធ្វើជាក្នុងបង្អែក Salonso ក៏ឲ្យ Vito ឬក៏ The Godfather ចូលរួមក្នុងការជួយការពារពួកគេដឹកនាំគ្រឿងញៀន Vito គឺមានខ្សែខាងនយោបាយនិងផ្លូវច្បាប់ជាច្រើនហើយ Salonso ចង់ប្រើខ្សែខាងអ្នកនយោបាយនិងផ្លូវច្បាប់ទាំងនោះដើម្បីងាយស្រួលក្នុងការដឹកនាំជញ្ជូនគ្រឿងញៀនតែ Don Vito ក៏បដិសេធនឹង Salonso Don Vito ក៏ថាបើលោកដៃចូលទៅក្នុងគ្រឿងញៀនពួកអ្នកនយោបាយរបស់ Vito គឺនឹងមិនហ៊ានប៉ះពាល់ជួយទេដោយការដឹកនាំគ្រឿងញៀននេះគឺពួកគេនឹងចំណេញច្រើនប៉ុន្តែ Don Vito គឺមិនខ្វល់ហើយក៏បានបដិសេធជាចុងក្រោយបន្ទាប់ពីការចប់នៃការជួបជុំនេះ Vito ក៏ឲ្យ Luca Brasi ដែលជាអ្នកដើរតាមស្មោះត្រង់របស់ Vito ទៅស៊ើបនិងមើលជ្រៀតចូលទៅក្នុងពួកគ្រួសារ Tattaglia ដើម្បីចង់ដឹងអំពីទង្វើបន្ទាប់របស់ Salonso ប៉ុន្តែនៅពេលដែល Luca Brasi បន្លំចូលទៅមួយផ្លែតក៏ត្រូវបាន Bruno Tattaglia និង Salonso ដឹងមុនទៅហើយក៏បានសម្លាប់ Luca Brasi បាត់ដោយដឹងថា Vito ប្រកាសជាអ្នកបញ្ជូនមកហើយបន្ទាប់ពី Vito បានបដិសេធ Salonso Vito ក៏ត្រូវបានគេពូនប៉ងធ្វើឃាតដែលធ្វើប៊ីសបានសម្រេចទៅហើយដែលត្រូវបានបាញ់5គ្រាប់ទៅលើ Vito Fredo Corleone ក៏ត្រូវធ្វើជាអង្គរៈនៅថ្ងៃនោះជំនួស Poligato
ដោយ Polly គឺគាត់សុំច្បាប់ថាឈឺ Michael Corleone ឃើញដំណឹងនេះភ្លាមក៏សម្រុកទៅផ្ទះភ្លាម Salonso ក៏បានចាប់ចម្រិត Tom Hagen ហើយក៏ប្រាប់ឲ្យគាត់ដោះស្រាយបញ្ហានេះជាមួយនឹង Sonny Corleone គាត់ប្រាប់ថា Vito គឺត្រូវបានស្លាប់ទៅហើយគាត់ចង់ឲ្យ Tom Hagen បញ្ចុះបញ្ចូល Sonny ឲ្យជួយគាត់សហការដឹកជញ្ជូនគ្រឿងញៀនហើយកុំឲ្យ Sonny ខឹងច្រឡោតពីព្រោះ Sonny Corleone គឺមានរហស្សនាមល្បីខាងភាពឆេវឆាវនិងខឹងច្រឡោតរបស់គាត់ Sonny ក៏ចង់ប្រកាសសង្គ្រាមជាមួយនឹង Salonso ដោយមិនយកព្រមចោះចូល Salonso ក៏បានបញ្ជូនកញ្ចប់ត្រីមួយដែលមានអត្ថន័យថានៅក្នុង Sicilian គឺ Luca Brasi គឺកំពុងតែដេកជាមួយនឹងត្រីហើយ Sonny ក៏ផ្ដាំ Clemenza ឲ្យសម្លាប់ Polly ដោយដឹងថា Polly ត្រូវបានគេទិញក្បាលនៅថ្ងៃដែល Vito ត្រូវគេបាញ់ Clemenza ក៏នាំ Polly ទៅក្រៅដោយប្រាប់ថាមានธุរៈសំខាន់បន្ទាន់ត្រូវតែបំពេញហើយក៏លួចបាញ់សម្លាប់ Polly នៅក្នុងឡាន Michael ក៏ទៅមន្ទីរពេទ្យឆែកមើលឪពុករបស់ខ្លួនតែឃើញថាមន្ទីរពេទ្យនោះគឺគ្មានមនុស្សឬក៏អ្នកយាមសោះដោយមានអារម្មណ៍មិនស្រួល Michael ក៏ទាញគ្រែរបស់ Vito ទៅបន្ទប់ផ្សេងនិងប្រាប់ Sonny ពីស្ថានភាពនៅពេលទៅក្រៅ Michael និង Enzo the Baker ដែលជាអ្នកធ្វើនំឲ្យគ្រួសារ Corleone នៅថ្ងៃការក៏បានមកសួរសុខទុក្ខពួកគេក៏បានបន្លំធ្វើមានកំភ្លើងដោយឃើញឡានដ៏គួរឲ្យសង្ស័យមួយបានជិះកាត់នៅពេលនោះប៉ូលីសជាច្រើនក៏បានមកនិង Captain McCluskey ដែលប្រកាសជាគ្នារបស់ Salonso ក៏បានវាយ Michael មួយដៃនៅពេលដែល Michael បានចោទថាគាត់ត្រូវបានគេទិញក្បាលដើម្បីងាយស្រួលចូលទៅក្នុងសម្លាប់ Vito Tom Hagen ក៏បានមកដល់ដើម្បីការពារ Michael និងយកអក្សរមកជាច្រើនដល់មន្ទីរពេទ្យបន្ទាប់ពីការធ្វើឃាតទី2មិនបានសម្រេច Salonso ក៏ចង់មានការជួបជាមួយនឹងគ្រួសារ Corleone ហើយចង់ជួបពិភាក្សាជាមួយនឹង Michael ដោះស្រាយរឿងនេះដើម្បីកុំឲ្យមានសង្គ្រាមបន្តដោយមាន Captain McCluskey ធ្វើជាអង្គរៈ Sonny ដែលកំពុងតែធ្វើជាមេគ្រួសារបណ្ដោះអាសន្នក៏មិនខ្វល់ហើយមិនខ្វល់ថាពួកគេនិយាយអ្វីទេ Sonny គឺចង់តែប្រកាសសង្គ្រាមតែម្ដងតែ Tom Hagen ក៏ហាមឃាត់មិនឲ្យឆេវឆាវពីព្រោះគ្រួសារដទៃគឺមិនចង់មានសង្គ្រាមហើយនឹងគាំទ្រ Salonso Michael ក៏លើកកំណត់មួយថាបើ Michael ទៅជួបពិភាក្សាជាមួយនឹង Salonso និង McCluskey គាត់គឺអាចសម្លាប់ពួកគេតែម្ដងមុនដំបូងពួកគេគិតថាមិនអាចធ្វើរួចទេពីព្រោះ McCluskey គឺជាមេបញ្ជាការប៉ូលីសតែ Michael គិតថា McCluskey គឺជាប៉ូលីសពុករលួយពួកគេគឺអាចផ្សព្វផ្សាយអំពីរឿងនេះបន្ទាប់ពីការធ្វើឃាតរួច Sonny និង Tom Hagen ក៏យល់ព្រម Clemenza ក៏បានរៀបចំកំភ្លើងពិសេសសម្រាប់ឲ្យ Michael បាញ់សម្លាប់ Salonso ពួកគេក៏បានទទួលដំណឹងពីកន្លែងជួបជុំពិភាក្សានៅភោជនីយដ្ឋានមួយហើយ Clemenza ក៏បានរៀបចំដាក់កំភ្លើងនៅក្នុងបន្ទប់ទឹកនៅពេលដល់ម៉ោង Salonso ក៏នាំ Michael ទៅភោជនីយដ្ឋាន Salonso ក៏និយាយជាមួយនឹង Michael មួយផ្លែត Michael ក៏សុំទៅបន្ទប់ទឹកបន្ទាប់ពីចេញពីបន្ទប់ទឹករួច Michael ក៏បានដកកំភ្លើងបាញ់សម្លាប់ Salonso និង McCluskey ចំក្បាល2គ្រាប់ហើយក៏បានទម្លាក់កំភ្លើងដើរចេញពីភោជនីយដ្ឋាននោះបាទ Michael ក៏ត្រូវលួចរត់គេចទៅ Sicily បាទពីព្រោះនឹងមានសង្គ្រាមកើតឡើងធំរវាងគ្រួសារ Corleone និងគ្រួសារទាំង5ផ្សេងទៀតមកដល់ពេលដែល Vito Corleone មកដល់ផ្ទះវិញគាត់ក៏ខកបំណងយ៉ាងខ្លាំងនៅពេលដែលឮដំណឹងថា Michael គឺជាអ្នកសម្លាប់ Salonso និង McCluskey គាត់មិនចង់ឲ្យ Michael លុបដៃចូលទៅក្នុងរឿងអាជីវកម្មឧក្រិដ្ឋកម្មនេះទេ Michael បន្ទាប់ពីរត់គេចពីទីក្រុងមករស់នៅ Sicily ក៏ចាប់ចិត្តនៅនារីម្នាក់ឈ្មោះ Apollonia មុនដំបូងឪពុករបស់នាងមិនឲ្យ Michael ជួបនាងទេប៉ុន្តែនៅពេលដែលដឹងថា Michael គឺជាមនុស្សសំខាន់និងជាអ្នកដែលអាចមានអំណាចធំឪពុកនាងក៏អនុញ្ញាតឲ្យតចែចៅបន្ទាប់ពីចែចៅបានសម្រេចនោះហើយពួកគេក៏បានរៀបការនៅ Sicily តែម្ដងមកមើល Sonny Corleone ដែលត្រូវបានប្តីរបស់ខ្លួន Carlo ធ្វើបាយធ្វើបាបហើយក៏បានទៅ Sonny នៅពេលដែល Sonny ដឹងដំណឹងនេះគាត់ក៏បានខឹងយ៉ាងខ្លាំងហើយក៏បានជិះទៅរក Carlo តែម្នាក់ឯងតែម្ដងតែដល់កន្លែងឆ្លងផ្លូវបង់លុយ Sonny ក៏ត្រូវបានគេស្ទាក់បាញ់សម្លាប់នៅទីនោះតែម្ដង Tom Hagen ទទួលដំណឹងនេះក៏បានប្រាប់ទៅ Vito ហើយប្រាប់ថា Sonny គឺត្រូវបានគេសម្លាប់ហើយ Vito គឺខូចចិត្តអស់សង្ឃឹមយ៉ាងខ្លាំងហើយក៏ហាមមិនឲ្យមានការសងសឹកអ្វីតទៅមុខហើយក៏ហៅការប្រជុំដ៏ធំមួយនៃគ្រួសារទាំង5ដើម្បីបញ្ចប់រឿងនេះតែអស់តែម្ដងយើងមកមើល Michael វិញបន្ទាប់ពីដឹងថា Sonny Corleone បងប្រុសរបស់ខ្លួនត្រូវបានគេសម្លាប់នៅ Sicily គឺគ្មានសមត្ថភាពទៀតទេ Michael ក៏នាំប្រពន្ធរបស់ខ្លួន Apollonia ចាក់ចេញនៅទីនោះប៉ុន្តែជាអកុសលនៅពេលដែល Apollonia បញ្ឆេះឡានស្រាប់តែផ្ទុះយ៉ាងខ្លាំង Michael ក៏បានប៉ាន់សម្លាប់បាត់អង្គរៈ Michael គឺត្រូវបានគេទិញក្បាលហើយក៏បានដាក់គ្រាប់នៅក្នុងឡាននោះនៅក្នុងអង្គប្រជុំគ្រួសារទាំង5 Bazzini បានឲ្យ Vito ចូលរួមក្នុងការសហការនឹងការដឹកជញ្ជូនគ្រឿងញៀននេះនិងបញ្ចប់គំនុំជាមួយនឹង Talia Vito ក៏សន្យាថាគាត់គឺនឹងមិនសងសឹកអ្វីទៀតទាំងអស់តែគាត់ថាបើ Michael ត្រូវបានស្លាប់ដោយចៃដន្យឬក៏បានសរសៃសក់តែមួយដៃឬក៏ត្រូវរន្ទះបាញ់ក៏ដោយគឺគាត់នឹងមិនលើកលែងឲ្យអ្វីទៀតទេបន្ទាប់ពីការប្រជុំនេះទើបគាត់ដឹងថាតាមពិត Bazzini គឺជាអ្នកផ្ដើមរឿងនេះ
នឹងជាអ្នកបញ្ជាឲ្យសម្រាប់ Sony មិនមែន Tatalia ទេកន្លងបានពេល3ឆ្នាំក្រោយមក Michael ក៏ត្រឡប់មកវិញហើយក៏បានទៅរក Kay ដែលជាសង្សារចាស់ហើយក៏ប្រាប់នាងថាពួកគេគឺគួរតែរៀបការជាមួយគ្នាទៅតែមុនដំបូង Kay គឺរៀងខូចចិត្តបន្តិចពីព្រោះនាងបានចាំ Michael អស់រយៈពេលជាយូរណាស់មកហើយប៉ុន្តែនាងក៏យល់ព្រម Michael ក៏សន្យាទៅ Kay ថានឹងធ្វើឲ្យការងារអាជីវកម្មក្នុងគ្រួសារឲ្យមានភាពស្របច្បាប់ក្នុងរយៈពេល5ឆ្នាំហើយឥឡូវនៅក្នុងគ្រួសារ Corleone ដែលគ្មានជម្រើស Michael ក៏សម្រេចធ្វើជាមេគ្រួសារថ្មីឬក៏ជា The Godfather បន្តតំណែងពី Vito Michael ក៏រៀបគម្រោងទីកន្លែងអាជីវកម្មទៅ Las Vegas នឹងឲ្យ Clemenza និង Tessio ដែលជា underboss ឬក៏មេក្រៅ Michael បំបែកជាអាជីវកម្មគ្រួសាររបស់ខ្លួនបានហើយ Tom Hagen ក៏ត្រូវបានទម្លាក់តំណែងពីទីប្រឹក្សារបស់ The Godfather ទៅជាមេធាវីវិញ Tom Hagen ក៏ឆ្ងល់ពីការសម្រេចចិត្តរបស់ Michael តែ Vito ក៏បញ្យល់មក Tom ថា Tom គឺជាទីប្រឹក្សាដ៏ល្អម្នាក់ប៉ុន្តែគាត់គឺមិនអាចចូលរួមនៅគម្រោងដែល Michael កំពុងតែរៀបចំបានទេហើយ Vito Corleone ក៏អាចធ្វើជាទីប្រឹក្សាឲ្យ Michael បានដែរ Michael ក៏ទៅ Las Vegas ដើម្បីទៅជួបនឹង Mo Green ដែលជាម្ចាស់កាស៊ីណូនិងអូតែលនៅ Las Vegas ហើយនៅក្នុងការប្រជុំនេះ Michael គឺចង់ទិញអាជីវកម្មរបស់ Mo Green ផ្ដាច់តែម្ដងតែធ្វើឲ្យ Mo Green ខឹងយ៉ាងខ្លាំងហើយថាគាត់អាចបានតម្លៃល្អនឹងចំណេញជាងនេះទៀតបើគាត់ធ្វើការជាមួយនឹង Bazzini Fredo ដែលធ្វើការនៅទីនោះដើម្បីយកបទពិសោធន៍ក៏កាន់ជើងខាង Mo Green បន្ទាប់ពី Mo Green ចេញទៅបាត់ Michael ក៏ប្រាប់ Fredo ថាមិនត្រូវចូលភាគីជាមួយអ្នកណាម្នាក់ប្រឆាំងនឹងគ្រួសារទេនៅពេលដែល Michael កំពុងតែជួបនឹង Vito តែពីរនាក់ Vito ក៏ផ្ដាំ Michael ថាបន្តិចទៀតនេះនឹងមានការរៀបចំប្រជុំជាមួយនឹង Bazzini ហើយអ្នកដែលហៅ Michael ឲ្យទៅនោះគឺជាអ្នកក្បត់ក្នុងគ្រួសារហើយគាត់ក៏និយាយទៀតថាតាមពិតទៅគាត់គឺមិនចង់ឲ្យ Michael ធ្វើជាមេគ្រួសារទេគាត់ចង់ឲ្យ Michael យ៉ាងណាក៏អាចក្លាយទៅជាអភិបាលឬក៏សមាជិកព្រឹទ្ធសភាណាមួយដែរតែក៏មានរឿងបែបនេះកើតឡើង Vito មិនអាចធ្វើអ្វីបានហើយគ្មានពេលវេលាគ្រប់គ្រាន់ Vito ក៏បានដួលស្លាប់នៅក្នុងសួននៅពេលដែលកំពុងតែលេងជាមួយនឹងចៅរបស់ខ្លួននៅក្នុងពិធីបុណ្យសពរបស់ Vito Corleone Tessio ក៏បានមករក Michael ហើយក៏បានរៀបចំការប្រជុំជាមួយនឹង Bazzini នៅពេលនោះយើងដឹងថា Tessio ត្រូវបានគេទិញក្បាលនិងក្បត់ Michael បាត់ទៅហើយគម្រោង Michael ក៏បានចាប់ផ្ដើមនៅថ្ងៃដែល Michael កំពុងតែធ្វើពិធីជំនួសទឹកនៅព្រះវិហារខ្ល้ายជាឪពុកធម៌ឬក៏ The Godfather ទៅលើកូនរបស់ប្អូនស្រីខ្លួន Connie នៅក្នុងថ្ងៃនោះ Michael បានដាក់បញ្ជាឲ្យមានការសម្លាប់ទៅលើមេគ្រួសារទាំង5ដែលមានដូចជា Bazzini, Tatalia, Strachey, Mo Green, Cuneo បន្ទាប់ពីការធ្វើពិធីនេះរួច Tessio ក៏ត្រូវបានគេដឹងថាខ្លួនបានក្បត់ Michael ហើយក៏សូម Tom Hagen ឲ្យជួយប៉ុន្តែ Tom Hagen ថាគាត់មិនអាចធ្វើអ្វីបានទេ Tessio ក៏ត្រូវបានគេនាំទៅឡានដឹកទៅបាត់ចុងក្រោយគឺនៅសល់តែ Carlos ដែលជាប្តីរបស់ Connie Michael ដឹងថា Carlos បានសហការជាមួយនឹង Bazzini ដើម្បីរៀបអន្ទាក់ឲ្យ Sony ចេញមក Michael ក៏សន្យាថាគាត់គឺនឹងសម្លាប់ Carlos ហើយបានឲ្យ Carlos ទៅ Las Vegas នៅពេលដែលគាត់ចូលទៅក្នុងឡាន Clemenza ក៏បានសម្លាប់ Carlos នៅក្នុងនោះ Michael ក៏បានសម្លាប់សត្រូវរបស់គ្រួសារទាំងអស់ហើយក៏បានក្លាយទៅជា The Godfather ពេញលេញនៅក្នុងគ្រួសារ Corleone Connie ក៏បានមកដល់ផ្ទះ Michael ហើយស្រែកយំយ៉ាងខ្លាំងហើយចោទ Michael ថាគាត់បានសម្លាប់ Carlos Connie ដឹងថា Michael បានបន្ទោស Carlos ទៅលើការស្លាប់របស់ Sony Michael ក៏មិននិយាយអ្វីហើយក៏នាំ Connie ចេញទៅក្រៅ Kay ក៏សួរ Michael ថារឿងនេះពិតឬទេ Michael ក៏កុហក Kay ហើយប្រាប់នាងថាមិនត្រូវសួរអំពីការងាររបស់គាត់ទេ Kay ក៏ដើរចេញទៅក្រៅហើយក៏ឃើញ Clemenza និង Alneri ដែលជាកូនចៅរបស់ Michael ថាបដៃគោរព Michael ហើយក៏ហៅ Michael ថា Don Corleone ចឹងយ៉ាងអ្នកទាំងគ្នាខ្សែរឿង The Godfather Part 1 គឺមានតែប៉ុណ្្នឹងហើយតាមពិតទៅខ្សែរឿង The Godfather នេះគឺមិនត្រូវមានពាក្យ Part 1 ទេដោយតាម original គឺមានតែពាក្យ The Godfather ទេប៉ុន្តែអ្នក studio ហ្នឹងគឺចង់ឲ្យអ្នកដឹកនាំគឺធ្វើបន្តចឹងហើយទៅមាន Part 2 និង Part 3ហើយ The Godfather នេះដែរគឺយកចេញមកពីសៀវភៅហើយសៀវភៅវគ្គ1និងរឿងវគ្គ1នេះគឺស្រដៀងគ្នាវាមានចំណុចខ្លះដែលផ្លាស់ប្ដូរប៉ុន្តែភាគច្រើនគឺដូចនឹងសៀវភៅប៉ុន្តែខុសប្លែកពីវគ្គ2ដោយនៅក្នុង Part 2 វគ្គវីដេអូបន្តនេះគឺវាអត់យកសាច់រឿងមកពីសៀវភៅដូច Part 2 របស់សៀវភៅទេដោយភាគច្រើនគឺវាប្រឌិតសម្រាប់តែរឿងទេហើយខ្ញុំគិតថាអ្នកខ្លះប្រកាសជាចូលចិត្ត Part 2និង Part ជាង Part 1 ជាងបើសម្រាប់ខ្ញុំចូលចិត្ត Part 1 ជាងមិនមែនថា Part 2 គឺអត់ល្អមើលទេ Part 2 ក៏ល្អមើលដែរគាត់ថាខ្ញុំជឿ original ជាងប៉ុន្តែ Part 2 ក៏វានេះដែរគឺដឹងតែខ្លឹមតែម្ដងហើយអ្នកនេះរងចាំវីដេអូនេះទៅហើយសម្រាប់ Part 3 វិញអានឹងចាំខ្ញុំនិយាយតាក់ទងជាមួយនឹងសាច់រឿង Part 3 នៅក្នុង
part 2 ទៀតចង់ដឹងថាមតិខ្ញុំតាក់ទងមួយ part 3វាយ៉ាងម៉េចណាដោយសារ part 3គឺវាមិនដូចនឹងថាកម្រិតគុណភាពគឺអត់ដូច part 1និង part 2ទេមិនហើយខ្ញុំនឹងនិយាយបន្តនៅក្នុងវីដេអូ part 2អញ្ចឹងយើងជួបគ្នានៅវីដេអូក្រោយបាយ